ការធ្វើសាច់ញាត់ម្រះរបស់ខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងបងប្អូនអរគ្នាខ្ញុំអត់មានម៉ាស៊ីនកិនម៉ាស៊ីនអីទេគឺខ្ញុំច្រាំដោយដៃតែម្ដងចាចំណែកគ្រឿងក្រៅដែលខ្ញុំត្រូវច្បងមួយសាច់អត់មានអីច្រើនទេបងប្អូនអរគ្នាចាមានតែខ្ទឹមហើយនិងម្រេចស្ករប៊ីចេងអីចឹងទៅបងប្អូនដាក់អំបិលដាក់ទឹកត្រីតិចមកចាខ្ញុំធ្វើតែបែបហ្នឹងទេបងប្អូនវាសាមញ្ញធម្មតាហើយងាយងាយលឿនលឿនតាមរបត់យើងស្រុកស្រែចឹងណាបងប្អូនហើយក៏ខ្ញុំមានលាយជាប្រសិទ្ធគ្រីមបន្ថែមដើម្បីបង្កើនរសជាតិដែរបងប្អូនអរគ្នាចំពោះសម្លមួយឆ្នាំងនេះវិញគឺឆ្ងាញ់មែនតើតែឆ្ងាញ់ហ្នឹងគ្មានតែបានហូបទេអ្នកស្លបងប្អូនអរគ្នាអើយចាស្លហើយរួចរាល់ដល់ល្ងាចតិចគឺអស់លេងតែម្ដងចាម្រះហ្នឹងចំនួន2គីឡូជាងបងប្អូនគិតទៅអស់លេងខ្ញុំលាយផ្សិតគ្រីមហើយខ្ញុំលាយសាច់ក្រៅទៀតដើម្បីមានជាតិអញ្ចឹងបងប្អូនបើស្បែកជ្រូកវិញខ្ញុំចូលចិត្តហូបណាបងប្អូនអើយនិយាយពីផុយឆ្ងាញ់មែនតើស្លរួចអីរួចបងប្អូនអើយចាសំបីតាអ្នកហូបចាអ្នកហូបអត់មានគិតថាអ្នកស្លឲ្យអ្នកស្លឲ្យហូបខ្លះទេអ្នកហូបមានគិតសោះចាចំពោះយើងមានភ្ញៀវបងប្អូនអរគ្នាអើយមានធ្វើអីធំដុំទេមានតែតិចទូទទួលគាត់អញ្ចឹងទៅគាត់ហូបបានឆ្ងាញ់ក៏យើងសប្បាយចិត្តអ្នកធ្វើសប្បាយចិត្តដែរអញ្ចឹងបងប្អូនអរគ្នាចាមានបន្លែមានអីបន្ថែមតិចតួចមានសាច់អីបន្ថែមតិចតួចពីក្រៅខ្លះទៅបងប្អូនចាមានស្ងោរម្រះ